បន្តទៀតបាទខាដំបូងនេះភ្ជាប់ទូរស័ព្ទទៅកាន់លោកកាំងរីដែលប្រចាំការនៅខេត្តបាត់ដំបងចឹងខ្ញុំបាទសូមបកគលបរិយនេះជូនលោកបុត្រាឆ្លើយឆ្លងជាមួយលោកកាំងរីបាទសូមចេញបាទសូមអរគុណលោកសុខាជំរាបសួរលោកកាំងរីបាទជំរាបសួរលោកបុត្រាលោកសុខាបាទបាទជំរាបសួរបាទលោកកាំងរីព្រឹកនឹងមានរឿងអីជំរាបជូនដល់សាធារណជនលោកបានជ្រាបបានបាទព្រឹកនេះខ្ញុំមានសេចក្តីរាយការណ៍មួយបាទប្រជាពលរដ្ឋនឹងព្រួយបារម្ភពីបញ្ហាបាក់ច្រាំងប្រឈមទលំផ្ទះនិងគ្រោះថ្នាក់ដល់ពួកគាត់បាទយ៉ាងម៉េចខ្លះឬបញ្ហាការបាក់ច្រាំងហ្នឹងសូមអញ្ជើញលម្អិតខ្លីមកបាទលោកត្រាបាទប្រជាពលរដ្ឋនៅភូមិកំពង់សម្បួរឃុំសំរោងក្នុងស្រុកខេត្តភ្នំខេត្តបាត់ដំបងលោកបានឲ្យដឹងថាពួកគាត់នឹងមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាច្រាំងស្ទឹងសង្កែហ្នឹងបាក់ជាបន្តបន្ទាប់ខណៈពេលទឹកស្ទឹងកំពុងឡើងទៅធ្វើឲ្យច្រាំងហ្នឹងរបេះដីច្រាំងហ្នឹងចូលស្ទឹងម្ដងបន្តិចធ្វើឲ្យផ្ទះពួកគាត់ហ្នឹងធ្លាក់ចូលស្ទឹងពួកគាត់ដេកយប់ហ្នឹងគឺព្រួយបារម្ភរាល់យប់បាទហើយមួយចំនួនទៀតគឺបង្ខំចិត្តឲ្យពួកគាត់ហ្នឹងរុះរើផ្ទះចេញពីមាត់ស្ទឹងជាបណ្ដោះអាសន្នទៅនៅក្នុងវត្តដែលបាទលោកកាំងរីមានប្រវែងប្រមាណដែរវាលក្ខណៈចាប់ផ្ដើមបាក់ចូលមកចូលនៅដីផ្លូវហ្នឹងលោកកាំងរីការបាក់ដីស្រុតចូលបន្តពីមាត់ច្រាំងមកហ្នឹងមានប្រវែងប្រមាណម៉ែត្រដែរលោកកាំងរីមើលដូចច្រើនបាទលោកបត្រាគឺផ្ទះពួកគាត់នេះគឺប្រឈមនឹងនៅនឹងមាត់ស្ទឹងគឺនឹងមាត់ច្រាំងនឹងតែម្ដងគឺរបេះនេះគឺរបេះនៅផ្ទះដែលពួកគាត់ធ្វើតសហ្នឹងបដោតចូលទៅក្នុងស្ទឹងដូច្នេះពួកផ្ទះពួកគាត់ហ្នឹងគឺប្រឈមនឹងខាងមាត់ស្ទឹងផងប្រឈមនឹងផ្លូវផងតែធ្វើដំណើរនឹងផងបាទគឺមិនគិតជាម៉ែកើតទេបាទគឺគាត់នៅអបនឹងមាត់ស្ទឹងតែម្ដងបាទអូកន្លងទៅធ្លាប់មានបាក់ចូលស្ទឹងអីទេផ្ទះបងប្អូនប្រជាពលរដ្ឋហ្នឹងបាទតាមការដឹងពីពួកគាត់ហ្នឹងគឺមានម៉ូតូក៏ធ្លាក់ហើយផ្ទះហ្នឹងក៏មានបាក់ធ្លាក់ចូលដែរគឺផ្ទះពួកគាត់ជារស់នៅជាខ្ទមនេះមិនមានជាចុងទ្រាយបេតុងអីថ្មអីធំដុំទេគឺផ្ទះខ្ទមគឺងាយនឹងបាក់ចូលណាស់បាទនៅពេលទឹកឡើងបានលោកបត្រាបាទការបាក់ហ្នឹងដោយសារតែភ្លៀងឬក៏ទឹកឡើងមកមុខទេឬក៏មានការដាក់របស់របរអីផ្សេងមានការបូមខ្សាច់អីឬក៏យ៉ាងម៉េចលោកកាំងរីបាទលោកបត្រាបាទនៅក្នុងស្ទឹងនេះគឺមិនមានការបូមខ្សាច់ទេបាទគឺក្នុងស្ទឹងនេះគឺប្រឈមនឹងទឹកឡើងនៅពេលដែលទឹកឡើងគឺគាត់ប្រឈមតែបើពេលទឹកស្រកគឺអត់សូវបាក់ទេដោយសារទឹកដែលឡើងគឺទឹកហ្នឹងគឺធ្វើឲ្យបុករសផ្ទះគាត់ក៏ដូចជាបុកនឹងច្រាំងដែរបាទហើយច្រាំងហ្នឹងគឺងាយរបេះទៅជាបន្តបន្ទាប់ដែរផងដែរបាទអញ្ចឹងមានសម្លេងដើមទាំងស្រុងរបស់បងប្អូនជាពលរដ្ឋទេលោកកាំងរីបាទនៅក្នុងនោះមានសម្លេងប្រជាពលរដ្ឋហើយនឹងលោកមេភូមិហ្នឹងគឺគាត់បានរៀបរាប់យ៉ាងដូចនេះថាបាទសូមស្ដាប់ការលើកឡើងរបស់ពួកគាត់បន្តិចបាទសូមជួយស្ដាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនិងលោកមេឃុំបាទខ្ញុំចង់ស្នើសុំឲ្យទៅដល់អាជ្ញាធរឲ្យជួយសម្រួលផ្លូវនេះឲ្យផងអញ្ចឹងបាទហើយបើវាចេះតែបាក់ទៅអញ្ចឹងយើងធ្វើដំណើរយប់លុកខ្លាយលោកវាគ្រោះថ្នាក់អីដល់ប្រជាពលរដ្ឋយើងទៅវាមើលមិនឃើញនៅឡានប៉ាណាគេស្វឹងអីទៅវាធ្លាក់ទៅវាយើងវាពិបាកដែរហ្នឹងបាទហើយកន្លងមកមានធ្លាក់អីចូលមានធ្លាក់តែវាអត់ទៅអត់មានទិនគ្រោះថ្នាក់វាអត់ទៅដល់ប៉ុណ្ណេះក៏លមុនវាមកជួកាត់ប៉ុណ្ណេះដល់ពេលលើកឆ្នាំនេះអស់ទៅវាអស់ឡើងមិនចេះតិចបដ ாய் ដល់ពេលខ្លាចលោឡើងនឹងនេះទៀតដាច់អស់អញ្ចឹងបដ ாய் ហ្នឹងវាពិបាកដែរបាទតែគុំសាឃុំអីគេជិតនៅអនុវត្តគម្រោងបន្តទៀតចឹងអាផ្លូវនេះវាបិទគេអត់បានទេហ្មងផ្លូវនេះផ្លូវខេត្តតែមានផ្លូវឃុំផ្លូវស្រុកឯផ្លូវខេត្តពីណាផ្លូវខេត្តយើងអាចបិទឡានធំឡានតូចមកយើងអាចខ្ញុំចង់ឲ្យគេបិទដែរបាទតើទៅនឹងរឿងហ្នឹងថាតើបងប្អូនប្រជាពលរដ្ឋហើយលោកអាជ្ញាធរភូមិឃុំលោកបានចេញប្រកាសឬក៏ផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋយ៉ាងម៉េចខ្លះដើម្បីបញ្ជាការប្រយ័ត្នប្រយែងនៅជាប់នឹងរស់នៅជាប់នឹងមាត់ស្ទឹងហ្នឹងបាទតើតើនឹងបញ្ហានេះបាទលោកប៉ាសុភីមេភូមិកំពង់សម្បួរហ្នឹងលោកបានបញ្ជាក់បន្ថែមទៀតថាប្រជាពលរដ្ឋក្នុងភូមិហ្នឹងគឺលោកបានបង្ខំឲ្យពួកគាត់ហ្នឹងមានការប្រុងប្រយ័ត្នហើយនៅក្នុងនោះមានផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងភូមិកំពង់សម្បួររបស់លោកហ្នឹងគឺមាន42ខ្នងផ្ទះដែលពួកគាត់ភាគច្រើនជាអ្នកក្រីក្រដែលគ្មានដីដូច្នេះពួកគាត់ចេះតែរស់នៅហ្នឹងបាទប៉ុន្តែអាជ្ញាធរបានហាមឃាត់ពួកគាត់ដែរហានិភ័យមានរហូតដល់3ទី1គឺបាក់ច្រាំងធ្លាក់ចូលស្ទឹងទី2គឺពួកគាត់រស់នៅគៀកនឹងមាត់ស្ទឹងផងគឺគៀកនឹងផ្លូវថ្នល់ដែលគេធ្វើចរាចរណ៍ផងហើយទី3គឺពួកគាត់រស់នៅគឺខ្វះអនាម័យគឺដូចលោកថាវត្តឃើញ
ញហើយគឺគាត់ពួកគាត់បោះសម្រាមជៀសវាងពីការចូលទៅក្នុងស្ទឹងហើយគាត់ដងទឹកពីស្ទឹងនេះយកមកប្រើប្រាស់វិញហើយពួកគាត់ហ្នឹងគឺអត់មានការតទឹកស្អាតឲ្យពួកគាត់ទេដោយសារសំណងពួកគាត់នេះជាសំណងព្រោះនៅមកស្ទឹងអញ្ចឹងបាទលោកប្រាបាទអញ្ចឹងពួកគាត់សំណុំពរសូមឲ្យអាជ្ញាធរខេត្តក៏ដូចជាមន្ត្រីសាធារណការធ្វើម៉េចជួយដោះស្រាយផ្លូវហ្នឹងឲ្យពួកគាត់មិនបានអីក៏ដាក់សំណាងខ្លាឲ្យពួកគាត់បានឃើញនៅពេលជប់ផងដែរបាទបាទអរគុណជម្រាបលាលោកកាំងរីរាយការណ៍ពីខេត្តបាត់ដំបងវេលាព្រឹកនេះបាទអរគុណលោកបត្រានលោកសុខាបាទសូមជម្រាបលាបាទសូមជម្រាបលាជាបន្តសូមជូនដំណឹងខ្លីមួយថាកាលពីម្សិលមិញកម្ពុជាបានរៀបចំទិវាមនុស្សចាស់បាទទិវាមនុស្សចាស់នៅក្នុងទិវាមនុស្សចាស់នេះគឺថា1តុលាអន្តរជាតិផងលើកទី17អាដាមរដ្ឋមន្ត្រីវងសូតរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាលោកបានថ្លែងថាមនុស្សចាស់គឺជាបុគ្គលដែលមានសារៈប្រយោជន៍ណាស់ក្នុងការរក្សាទុកនៅវប្បធម៌ទំនៀមទម្លាប់ចំណេះដឹងបទពិសោធន៍ដូច្នេះហើយក្រសួងឬក៏រដ្ឋាភិបាលធ្វើកម្មវិធីនេះក្នុងគោលបំណងលើកកម្ពស់កិច្ចការពារដ៏មានប្រសិទ្ធភាពសម្ដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យបានល្អប្រសើរថែទាំពួកគាត់ណាហើយមនុស្សចាស់គេគិតពីអាយុ60ឆ្នាំឡើងទៅបើគិតពីតួលេខក្នុងប្រទេសកម្ពុជាយើងគឺមនុស្សចាស់មានអាយុ60ឆ្នាំឡើងទៅនេះមានប្រមាណជា1លាននាក់ហើយឆ្នាំ2025គេព្យាករណ៍ថាក្នុងប្រទេសកម្ពុជាអាចមានមនុស្សចាស់1លាន5សែននាក់តែមានអាយុ60ឆ្នាំឡើងលើណាអរគុណសូមជូនភារៈនេះទៅលោកបុត្រាបន្តឆ្លើយឆ្លងជាមួយនឹងលោកប៊ុនថនដែលប្រចាំការនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទទុកពេលឲ្យសហការីលោកទំនាក់ទំនងគឺថាសូមអនុញ្ញាតជម្រាបជូនដំណឹងខ្លីមួយទៀតចាពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងគេហៅថានិយាយជាសាធារណៈទៅលើភាសាអង់គ្លេសរបស់យុវជនឬក៏យុវនារីឬក៏កុមារថែមទៀតផងនេះគឺជាការរៀបចំរបស់សាលារៀនអន្តរទ្វីបអាមេរិក Cambridge ដែលក្នុងបំណងគឺបង្កើនសមត្ថភាពចំណេះដឹងទាំងភាសាអង់គ្លេសនិងទាំងសមត្ថភាពនិយាយទំនាក់ទំនងជាសាធារណៈរបស់សិស្សានុសិស្សឬក៏យុវជនចំនួននឹងឲ្យខ្លាំងនៅពេលចំនួនខាងមុខទៀតបាទអរគុណលោកសុខៈសូមជួបទូរស័ព្ទតែម្ដងជួបនឹងភ្នាក់ងារប្រចាំការនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកប៊ុនថនជំរាបសួរលោកប៊ុនថនយ៉ាងម៉េចចេះមានបញ្ហាលោកទាំងពីរបាទអូលោកបានមកដល់ហើយបាទលោកប៊ុនថនកូនពើគេឥឡូវសូមលោកប៊ុនថនរាយការណ៍រឿងរ៉ាវអីដែលត្រូវជម្រាបជូនដល់សាធារណជននៅវេលានេះបាទព្រឹកនេះខ្ញុំបានមានសេចក្តីរាយការណ៍មួយពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋនឹង3ក្រុមបានចូលតស្វានៅមុខសាលាក្រុងប៉ោយប៉ែតកាលពីព្រឹកម្សិលមិញបាទមូលហេតុនេះបានជាបងប្អូនប្រជាពលរដ្ឋ3ក្រុមលោកឈរតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតបាទប្រជាពលរដ្ឋ3ក្រុមហ្នឹងបាទក្រុមទី1គឺនៅភូមិក្បាលទៀនបាទគាត់បានរស់43គ្រួសារនោះគាត់បានរស់នៅលើផ្លូវចំណីផ្លូវជាង10ឆ្នាំហើយប៉ុន្តែឥឡូវនេះអាជ្ញាធរការផ្លូវហើយមានការអនុវត្តសាលក្រមនឹងបណ្ដេញគាត់ចេញពីទីនោះបាទឥឡូវគាត់ថាគាត់មិនចេញប៉ុន្តែសូមឲ្យអាជ្ញាធរក្រុងនឹងជួយដោះស្រាយពីបញ្ហាដីដែលឲ្យគាត់បានធ្វើលំនៅឋានផងបាទនេះចំណុច1បាទហើយចំណុច2គឺប្រជាពលរដ្ឋនៅភូមិឡោះខ្ជូងនៅភូមិប៉ាដេឡៃបាទគាត់ក៏បានសុំឲ្យអាជ្ញាធរក្រុងនឹងពន្លឿននៃការធ្វើផ្លូវដោយសារតែអាជ្ញាធរក្រុងបានធ្វើការព្រមព្រៀងជាមួយគាត់ថានឹងធ្វើផ្លូវបានផ្លូវឲ្យពួកគាត់ប៉ុន្តែមកទល់ពេលនេះបានត្រឹមតែសន្យាតែមិនបានធ្វើឲ្យពួកគាត់ប្រជាពលរដ្ឋទី3នោះគឺរស់នៅតាមខ្នល់ក្រុមទី3គឺរស់នៅតាមបណ្ដោយខ្នល់រថភ្លើងហ្នឹងត្រូវទាមទារសុំឲ្យប្រសិនបើអាជ្ញាធរមិនមានការដូចថាឲ្យលុយឲ្យការឬក៏មានការផ្លាស់ប្ដូរដើម្បីឲ្យដីគាត់នៅទេគាត់ដីដែលគាត់នៅបច្ចុប្បន្នសុំឲ្យអាជ្ញាធរនឹងបានធ្វើកាត់ដៃឲ្យគាត់បានស្របច្បាប់ផងនេះជាបញ្ហាដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតកើតមានប៉ុន្តែបញ្ហាប្រជាពលរដ្ឋបើចូលនៅពីមុខសាលាក្រុងនេះមិនតាន់ឃើញអាជ្ញាធរចេញមកដើម្បីដោះស្រាយទេពីបញ្ហានេះបាទនៅពេលពួកគាត់ចូលអញ្ចឹងអាជ្ញាធរមិនទាន់ចេញមកឆ្លើយតបរហូតមកដល់ពេលនេះថាតើពួកគាត់គ្រោងនឹងបន្តតវ៉ានៅមុខសាលាក្រុងបន្ថែមទៀតឬក៏សម្រាប់នៅពេលដែលពួកគាត់ចាប់ផ្ដើមទាមទារតវ៉ាហ្នឹង
ទូរស័ព្ទបានដាច់ទៅហើយជាស្រ័យផងអញ្ចឹងតាក់ទងទៅនឹងបងប្អូនប្រជាពលរដ្ឋ43គ្រួសារហ្នឹងលោករស់នៅតាមចិញ្ចើមផ្លូវសាធារណៈអញ្ចឹងហ៎បាទពីកន្លែង ពីកន្លែងទៀតគាត់ស្នើសុំឲ្យធ្វើលឿនផ្លូវសាងសង់បាទមាន3ក្រុមក្រុមទី1ទី2គឺពាក់ព័ន្ធនឹងរឿងដីពួកគាត់អាជ្ញាធរបន្តដោះស្រាយជូនជាសំណងឬក៏យ៉ាងម៉េចហើយក្រុមទី1ទៀតផ្សេងទៀតនោះគឺគាត់ស្នើសុំអាជ្ញាធរពន្លឿនក្នុងការជួសជុលផ្លូវបាទហ្នឹងហើយអរគុណអញ្ចឹងខ្ញុំគ្រាន់តែបញ្ជាក់ខ្លីទេវាមានពីរករណីដំបូងនៅឯណានោះគឺដីស្អីដីទូលបុរាណនៅខេត្តកណ្ដាលខេត្តកណ្ដាលបាទកណ្ដាលស្ទឹងយើងបាទអញ្ចឹងឃើញសិទ្ធិជាដីសាធារណៈទាំងអស់បាទប៉ុន្តែដីសាធារណៈខ្លះគឺជាដីសាធារណៈដែលរដ្ឋមិនអាចបកគលឲ្យបកគលឯកជនធ្វើជាកម្មសិទ្ធិបានបកគលជូនបងប្អូនប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិបានទេជាពិសេសគឺដីចំណីផ្លូវសាធារណៈហ្នឹងហ្មងគឺអត់ចិត្តដាច់ខាតអាហ្នឹងយើងអាចនិយាយបានថាជាសម្បត្តិសាធារណៈដែលត្រូវបម្រើសេវាជាប្រចាំថ្ងៃជូនសាធារណជនបាទដីសាធារណៈមួយចំនួនទៀតជាដីសាធារណៈរបស់រដ្ឋមែនប៉ុន្តែមិនបម្រើសេវាសាធារណៈជាប្រចាំថ្ងៃទេឧទាហរណ៍ដីទួលដីរដ្ឋពីមុនមកអញ្ចឹងទៅអាដីទាំងអស់នោះហើយដែលគេអាចនឹងផ្ដល់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបើបងប្អូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលរស់នៅត្រឹមត្រូវតាមច្បាប់ទម្លាប់ត្រឹមត្រូវហើយឃើញថាអត់មានទីតាំងណាផ្សេងទេគឺបកគលជូនគាត់តែហ្មងទៅឬក៏បើមានទីតាំងផ្សេងរកទីតាំងផ្សេងឲ្យគាត់តែរឿងចំណីផ្លូវសាធារណៈនេះអត់បានទេហ្មងអត់បានប៉ុន្តែទោះបីយ៉ាងណាក៏ដោយអាជ្ញាធរខ្ញុំឃើញថាមានការយោគយល់ច្រើនគោលនយោបាយរដ្ឋាភិបាលណាគឺផ្ដល់សំណងទៅលើសំណងផ្សេងៗចឹងជាដើមមកដែរបាទអរគុណសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនបន្តទៀតបាទ